ហើយចែកម្លែកមួយទៀតហើយមុនវីដេអូទី1មិញខ្ញុំបានចែកម្លែកហើយថាដើម្បីលោកដាច់បងប្អូនធ្វើអីខ្លះហើយនេះខ្ញុំនឹងចែកម្លែកអំពីថាតើហេតុអ្វីបានជាអតិជនទិញពីយើងហេតុអ្វីបានជាទិញពីយើងមិនទិញពីអ្នកផ្សេងអញ្ចឹងណាហេតុអីបាទសំណួរហេតុអីពេលខ្លះគេទិញពីអ្នកផ្សេងគេមិនទិញពីយើងទេពេលខ្លះទៀតគេទិញពីយើងតែគេទិញពីអ្នកផ្សេងទេតើវាមូលហេតុអីបាទកត្តាទី1គឺកត្តាខ្លួនឯងដែរបាទកត្តាទី1គឺកត្តាខ្លួនឯងក្នុងនាមយើងជាអ្នកលក់ហ្នឹងតើយើងលក់របៀបម៉េចអញ្ចឹងហ៎បងតតែអតិជនហ្នឹងជឿជាក់លើយើងថាយើងជាមនុស្សដែលស្មោះត្រង់ត្រឹមត្រូវពិតប្រាកដអញ្ចឹងហ៎បងណាគឺគាត់ជឿជាក់លើយើងជាអ្នកលក់ជឿជាក់លើយើងអ្នកលក់ថាយើងពិតជាមនុស្សដែលមានភាពស្មោះត្រង់ហើយយើងគឺពិតជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយនឹងអ្នកទិញអញ្ចឹងបងណានេះជាកត្តាទី1បងប្អូនត្រូវតែមានអញ្ចឹងបងប្អូនត្រូវតែមានការទំនាក់ទំនងល្អដល់ទៅអ្នកប្រើប្រាស់ឬអតិជនហ្នឹងឯងបើបងប្អូនខ្វះអាហ្នឹងគឺគេអត់ទិញពីយើងទេដើម្បីផលិតផលល្អមិនដែរតែគេអត់ជឿជាក់លើយើងគឺគេអត់ទិញពីយើងទេគេចិត្តទិញពីអ្នកផ្សេងហើយអញ្ចឹងកត្តាដែលសំខាន់គឺកត្តាលើខ្លួនឯងអញ្ចឹងគេទិញមិនទិញទៅលើកត្តាខ្លួនឯងសំខាន់កត្តាយើងអ្នកលក់ហ្នឹងអត្តចរិតយើងអន់យើងនិយាយលើពីការពិតយើងនិយាយផលិតផលយើងជួយបានប៉ុណ្ណេះយើងនិយាយដល់ប៉ុណ្ណោះអានឹងនិយាយអួតពេកហ្នឹងមកលើអួតពេកលើសពេកអញ្ចឹងគេអត់ជឿលើយើងទេអញ្ចឹងបងណាចឹងបងប្អូនត្រូវតែមានការមានភាពស្មោះត្រង់ជាមួយអតិថិជនផលិតផលយើងលក់បានជួយគាត់បានប៉ុណ្ណាយើងនិយាយប៉ុណ្ណឹងទៅមកនិយាយលើសពេកអាចតិចតួចបានតែកុំលើសពេកចឹងបងណានឹងកត្តាទី1គឺកត្តាយើងបងណាកត្តាខ្លួនឯងកត្តាទី2គឺកត្តាអតិថិជនគាត់ជឿជាក់ថាផលិតផលដែលយើងលក់ហ្នឹងបាទផលិតផលដែលយើងលក់ហ្នឹងគឺអាចជួយដោះស្រាយបញ្ហាឲ្យគាត់បានបងណាអាចជួយដោះស្រាយបញ្ហាឲ្យគាត់បានជាគាត់ប្រើបានជាគាត់ទិញអញ្ចឹងណាអាចជួយបានដោះស្រាយគាត់បានអញ្ចឹងណាអញ្ចឹងគាត់អាចប្រើផលិតផលហ្នឹងឃើញទេអញ្ចឹងវាប្រតិកាឡាគ្នាអញ្ចឹងក្នុងនាមយើងជាអ្នកលក់ទី1យើងត្រូវបង្កើតឲ្យគាត់ជឿជាក់លើយើងសិនគាត់ជឿជាក់លើយើងហើយយើងនិយាយអីគាត់ជឿយើងដែរអញ្ចឹងបាទណាយើងនិយាយផលិតផលនេះគឺអាចជួយគាត់បានចេះឃើញទេអញ្ចឹងជួយយើងតែបើយើងអត់ជឿយើងហើយគឺគាត់បិទតែម្ដងអញ្ចឹងគាត់អត់ទិញទេបីផលិតផលអាចជួយគាត់បានមែនក៏ដោយគាត់អត់ជឿទេថាយើងមកប្រាស់អញ្ចឹងកត្តាទី1កត្តាខ្លួនយើងកត្តាទី2គឺកត្តាផលិតផលកត្តាទី3គឺកត្តាក្រុមហ៊ុនអញ្ចឹងយើងផលិតផលនិងក្រុមហ៊ុនអញ្ចឹងតើតែអ្នកទិញនឹងឯងគាត់មើលទៅក្រុមហ៊ុនយើងថាក្រុមហ៊ុនយើងគឺក្រុមហ៊ុនត្រឹមត្រូវមានវិធីស្នាមត្រឹមត្រូវក្រុមហ៊ុនដែលមិនបោកប្រាស់មានហៅថាក្រុមហ៊ុនមានប្រវត្តិល្អបងប្អូនណាមិនជាបោកប្រាស់និយាយមកណាគឺមិនដឹងជួយបានជួយបានថាអត់បានអញ្ចឹងណាអញ្ចឹងតើគាត់ជឿជាក់លើក្រុមហ៊ុនយើងតែផលិតផលនិងក្រុមហ៊ុនគឺកត្តាទី2ទី3ទេតែអ្វីដែលថាទី1គឺកត្តាខ្លួនយើងអ្នកលក់នឹងតែម្ដងទោះបីតែផលិតផលល្អក្រុមហ៊ុនយើងល្អតែបើគេអត់ចូលចិត្តអ្នកលក់ហើយគេអត់ទិញពីយើងទេគេចិត្តទៅទិញផលិតផលនោះពីអ្នកផ្សេងគេមិនទិញពីយើងទេអញ្ចឹងកត្តាខ្លួនយើងកត្តាសំខាន់អញ្ចឹងណាកត្តាខ្លួនយើងកត្តាក្រុមហ៊ុនកត្តាផលិតផលកត្តាក្រុមហ៊ុនពេលកត្តាមួយទៀតគឺកត្តាគាត់ជឿជាក់លើផលិតផលនោះថាផលិតផលនោះគឺអាចដោះស្រាយបញ្ហាឲ្យគាត់បាន 100% អញ្ចឹងបងប្អូនណាជឿជាក់លើអាហ្នឹងថាផលិតផលនោះពិតជាអាចដោះស្រាយបញ្ហាឲ្យគាត់បាន 100% អញ្ចឹងហើយគាត់សម្រេចចិត្តទិញតែម្ដងបាទសូមអរគុណ